មូលនិធិបន្តិចយោធាអាមេរិកវាប្រហារយ៉ាងសុក្រិតទៅលើទីតាំងនុយក្លេអ៊ែរសំខាន់ចំនួន3របស់របបអ៊ីរ៉ង់គឺ Fordo, Natanz និង Isfahan គ្រប់គ្នាបានលើឈ្មោះទាំងអស់នោះជាច្រើនឆ្នាំនៅពេលដែលពួកគេបានសាងសង់រោងចក្រដែលបំផ្លិចបំផ្លាញយ៉ាងសាហាវនេះគោលបំណងរបស់យើងគឺការបំផ្លាញសមត្ថភាពពង្រឹងនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបញ្ឈប់ការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយរដ្ឋឧបត្ថម្ភភេរវកម្មលេខ1លើពិភពលោកយប់នេះខ្ញុំអាចរាយការណ៍ប្រាប់ពិភពលោកថាការវាយប្រហារគឺទទួលបានជោគជ័យដ៏អស្ចារ្យខាងផ្នែកយោធាកន្លែងចម្រាញ់នុយក្លេអ៊ែរសំខាន់របស់អ៊ីរ៉ង់ត្រូវបានបំផ្លាញចោលទាំងស្រុងអ៊ីរ៉ង់ដែលជាអ្នកសម្រុតគេនៅមជ្ឈមបូព៌ាឥឡូវនេះត្រូវតែបង្កើតសន្តិភាពប្រសិនបើពួកគេមិនធ្វើទេការវាយប្រហារនាពេលអនាគតនឹងកាន់តែធំនិងងាយស្រួលជាងមុនអស់រយៈពេល40ឆ្នាំមកហើយដែលអ៊ីរ៉ង់បាននិយាយថាងាប់ទៅអាមេរិកងាប់ទៅអ៊ីស្រាអែលពួកគេបានសម្លាប់ប្រជាជនយើងបំផ្ទុះផ្ដាច់ដៃជើងដោយគ្រាប់បែកតាមផ្លូវនោះគឺជាជំនាញរបស់ពួកគេយើងបានបងមនុស្សជាង 1000 នាក់ហើយមនុស្សរាប់រយរាប់សិបពាន់នាក់នៅទូទាំងមជ្ឈមបូព៌ានិងជំវិញពិភពលោកបានបាត់បង់ជីវិតដោយសារលទ្ធផលផ្ទាល់នៃភាពសម្អប់របស់ពួកគេជាពិសេសមនុស្សជាច្រើនត្រូវបានសម្លាប់ដោយឧត្តមសេនីយ៍កាសែមសូឡៃម៉ាន់របស់ពួកគេខ្ញុំបានសម្រេចចិត្តជាយមមកហើយថាខ្ញុំនឹងមិនអោយរឿងនេះកើតឡើងឡើយវាលែងបានបន្តទៀតហើយខ្ញុំសូមថ្លែងអំណរគុណនិងអបអរសាទរនាយករដ្ឋមន្ត្រី BB នេតានយ៉ាហ៊ូយើងធ្វើការជាក្រុមហើយគ្មានក្រុមណាដែលធ្វើការស្រោះគ្នាដោយយើងពីមុនមកទេហើយយើងបានដើរទៅឆ្ងាយដើម្បីលុបបំបាត់ការគំរាមកំហែងដ៏អាក្រក់នេះចំពោះអ៊ីស្រាអែលខ្ញុំសូមអរគុណយោធាអ៊ីស្រាអែលចំពោះការងារដ៏អស្ចារ្យដែលពួកគេបានធ្វើហើយសំខាន់បំផុតខ្ញុំសូមអបអរសាទរអ្នកស្នេហាជាតិអាមេរិកកាំងដ៏អស្ចារ្យដែលបានបើកហោះហើរម៉ាស៊ីនដ៏អស្ចារ្យទាំងនោះនៅយប់នេះនិងកងទ័ពសហរដ្ឋអាមេរិកទាំងអស់ក្នុងប្រតិបត្តិការមួយដែលពិភពលោកមិនបានឃើញអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយខ្ញុំសង្ឃឹមថាយើងនឹងលែងត្រូវការឲ្យពួកគេធ្វើការដូចនេះទៀតហើយខ្ញុំសង្ឃឹមថាពិតជាដូច្នេះខ្ញុំក៏សូមអបអរសាទរផងដែរចំពោះប្រធានអគ្គសេនាធិការកងទ័ពចម្រុះនាយឧត្តមសេនីយ៍ Dan Razin Khan ឧត្តមសេនីយ៍ដ៏អស្ចារ្យនិងមេកំណត់យោធាដ៏អស្ចារ្យទាំងអស់ដែលចូលរួមក្នុងការវាយប្រហារនេះដោយដែលបាននិយាយគឺបញ្ហាទាំងអស់នេះមិនអាចបន្តបានទេវានឹងមានសន្តិភាពឬមានសោកនាដកម្មសម្រាប់អ៊ីរ៉ង់ខ្លាំងជាងអ្វីដែលយើងបានឃើញក្នុងរយៈពេល8ថ្ងៃចុងក្រោយនេះសូមចាំថានៅមានគោលដៅវាយប្រហារជាច្រើនទៀតយប់នេះគឺជាយប់ដ៏លំបាកបំផុតសម្រាប់ពួកគេទាំងអស់ខុសពីពេលមុនឆ្ងាយហើយប្រហែលជាដ៏ផ្ដាច់ផ្ដាល់បំផុតប៉ុន្តែប្រសិនបើសន្តិភាពមិនបានមកលឿនទេយើងនឹងវាគោលដៅផ្សេងទៀតដោយភាពច្បាស់លាស់ដោយល្បឿនលឿននិងជំនាញភាគច្រើននៃពួកគេអាចត្រូវបានយកចេញតែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះมันមានយោធានៅលើពិភពលោកដែលអាចធ្វើអ្វីដោយអ្វីដែលយើងបានធ្វើនៅយប់នេះទេมันអាចប្រៀបបានទេมันដែលមានយោធាណាអាចធ្វើអ្វីដែលបានកើតឡើងកាលពីពេលមុនដូចនេះទេថ្ងៃស្អែកឧត្តមសេនីយ៍ Ken និងលោករដ្ឋមន្ត្រីការពារជាតិ Pete Hegseth នឹងរៀបចំសន្និសីទសារព័ត៌មាននៅម៉ោង 8 ព្រឹកនៅមន្ទីរបញ្ចកោណហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាជាពិសេសព្រះជាម្ចាស់ខ្ញុំសូមនិយាយថាយើងស្រឡាញ់ព្រះជាម្ចាស់ហើយយើងស្រឡាញ់យោធាដ៏អស្ចារ្យរបស់យើងសូមការពារពួកគេសូមព្រះប្រទានពរដល់មជ្ឈមបូព៌ាសូមព្រះប្រទានពរដល់អ៊ីស្រាអែលនិងព្រះប្រទានពរដល់អាមេរិកខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសូមអរគុណមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាមេនីបាននិយាយថាប្រជាជាតិអ៊ីរ៉ង់មិនមែនជាប្រទេសដែលត្រូវចុះចាញ់នោះទេការថ្លែងនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអំពាវនាវឲ្យប្រទេសនេះចុះចាញ់ដោយគ្មានលក្ខខណ្ឌលោក Khamenei បាននិយាយនៅថ្ងៃពុធនេះក្នុងសន្ទរកថាថ្នាក់ជាតិថាសូមឲ្យប្រជាពលរដ្ឋអាមេរិកកាំងដឹងថាប្រជាជាតិអ៊ីរ៉ង់មិនមែនជាប្រទេសដែលត្រូវចុះចាញ់ទេហើយការធ្វើអន្តរាគមន៍ផ្នែកយោធាណាមួយនៅក្នុងផ្នែករបស់ពួកគេនឹងបណ្ដាលឲ្យមានការខូចខាតដែលមិនអាចជួសជុលបានលោកបានព្រមានថាអ្នកដែលមានប្រាជ្ញាស្មារតីនិងស្គាល់អ៊ីរ៉ង់ប្រជាជនអ៊ីរ៉ង់និងប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់មិនដែលនិយាយពាក្យដូចនេះជាមួយនឹងអ៊ីរ៉ង់ដោយភាសាគំរាមកំហែងនោះឡើយកាលពីថ្ងៃអង្គារលោកប្រធានាធិបតី Donald Trump បាននិយាយថាលោក Khamenei គឺជាគោលដៅងាយស្រួលសម្រាប់វាយប្រហារសម្រាប់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបន្ទាប់មកលោកបានបង្កើនការទាមទារឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌនៅក្នុងសន្ទរកថារបស់លោក Khamenei បាននិយាយថាប្រជាជនអាមេរិកគួរតែដឹងថាការធ្វើអន្តរាគមន៍ផ្នែកយោធាណាមួយដោយសហរដ្ឋអាមេរិកនឹងបណ្ដាលឲ្យមានការខូចខាតដែលមិនអាចជួសជុលបានយោងតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុនមកអ៊ីរ៉ង់បានបាញ់មីស៊ីលជាង400គ្រាប់និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅកាន់ប្រទេសអ៊ីស្រាអែល
ខុទ្ទកាល័យនេះបាននិយាយថាការវាយប្រហារគឺចំលើទីតាំងចំនួន40នៅទូទាំងប្រទេសអ៊ីស្រាអែលដែលបណ្ដាលឲ្យមានការខូចខាតនិងអ្នកដែលរងគ្រោះនោះបានទាមទារស្នើសុំឲ្យរួចពន្ធពីអាជ្ញាធរពន្ធនឹងរហូតដល់ចំនួន 19,000 ចឹងបានន័យថាផលប៉ះពាល់គឺមានចំនួន 19,000 បានន័យថាមិនមែនគ្រួសារទាំងអស់ទេបានតែគ្រួសារមួយប៉ះពាល់2 3អីចឹងទៅគឺគេដាក់ពាក្យសុំមកខាងការិយាល័យពន្ធនឹងឲ្យរួចពន្ធទៅលើកន្លែងខូចខាតទាំងនោះខុទ្ទកាល័យនោះបាននិយាយថារហូតមកដល់ពេលនេះមានមនុស្ស24នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលហើយមានមនុស្សជាង800នាក់បានរងរបួសនៅអ៊ីស្រាអែលនិងជាងនៅពលរដ្ឋជាង 3,800 នាក់ត្រូវបានជំនះចេញពីលំនៅឋានរបស់ពួកគេណានេះជាតួលេខផ្លូវការរបស់ខាងអ៊ីស្រាអែលដោយឡែកនៅខាងប្រទេសអ៊ីរ៉ង់វិញយ៉ាងហោចណាស់មានមនុស្សចំនួន224នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ចាប់តាំងពីថ្ងៃសុក្រមកនេះបើយោងតាមអាជ្ញាធរអ៊ីរ៉ង់នៅថ្ងៃទី6នៃចំនួននេះការផ្ទុះត្រូវបានគេលឺនៅទីក្រុងតេហេរ៉ង់នៅព្រឹកថ្ងៃពុធនេះខណៈដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបន្តវាយប្រហារអ៊ីរ៉ង់យោធាអ៊ីស្រាអែលបានចេញការព្រមានឲ្យជំនះប្រជាពលរដ្ឋចេញពីតំបន់មួយផ្សេងទៀតខណៈដែលការជំនះចេញពីរដ្ឋធានីអ៊ីរ៉ង់នៅតែបន្តអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារទីតាំងចម្រាញ់អ៊ុយរ៉ាញ៉ូមនិងទីតាំងផលិតអាវុធមួយចំនួនពេញមួយយប់អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលចំនួន2លើកទៅអ៊ីស្រាអែលពេញមួយយប់ផងដែរហើយបាននិយាយថាខ្លួនបានប្រើមីស៊ីលប្រភេទ Fata 1របស់ខ្លួនជាលើកដំបូងមិនទាន់មានរបាយការណ៍អំពីការស្លាប់និងរបួសថ្មីនៅអ៊ីស្រាអែលទេនៅថ្ងៃពុធនេះអញ្ចឹងតួលេខ24នេះគឺជាតួលេខចាស់អញ្ចឹងនៅថ្ងៃពុធនេះអត់ទាន់បូកសរុបនៅឡើយទេគឺអាចនឹងកើនឡើងឬក៏អាចនៅដដែលមានតែអ្នករបួសចំនួនមីស៊ីលដែលអ៊ីស្រាអែលបានប្រឈមមុខក្នុងឧបសគ្គនៃការវាយប្រហារគ្នាទៅវិញទៅមកនីមួយៗមានការថយចុះក្នុងរយៈពេល2ថ្ងៃកន្លងមកនេះគឺបានន័យថាចំនួនមីស៊ីលដែលអ៊ីរ៉ង់បាញ់ទៅអ៊ីស្រាអែលមិនច្រើនដូចមុនទេគឺថយចុះអ៊ីរ៉ង់មិនបានបញ្យល់ពីការធ្លាក់ចុះនេះទេប៉ុន្តែអ៊ីស្រាអែលបាននិយាយថាខ្លួនបានបំផ្លាញគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ជាង 1/3 យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានបើកការវាយប្រហារដែលពាក់ព័ន្ធនឹងយន្តហោះជាង50គ្រឿងលើទីតាំងផលិតមីស៊ីលនិងកាំជ្រួចរបស់អ៊ីរ៉ង់ពេញមួយយប់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃពុធនេះដោយកំណត់អត្តសញ្ញាណរោងចក្រនោះថាជារោងចក្រ Tesa Kaj និងមជ្ឈមណ្ឌលស្រាវជ្រាវទីក្រុងតេហេរ៉ង់ទូរទស្សន៍អ៊ីរ៉ង់បានចាក់ផ្សាយវីដេអូកាលពីថ្ងៃពុធនៅថ្ងៃពុធនេះដែលខ្លួនរាយការណ៍ថាបានបង្ហាញពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលប្រភេទ Hermes ដែលត្រូវបានបាញ់ទម្លាក់ក្នុងខេត្ត Isfahan ភាគកណ្ដាលប្រទេសអ៊ីរ៉ង់នៅក្នុងវីដេអូនោះនាយកព័ត៌មានម្នាក់ឈរនៅពីមុខយន្តហោះគ្មានមនុស្សបើកដែលធ្លាក់ដល់ដីនិងរងការខូចខាតយ៉ាងធ្ងន់ធ្ងរកងកម្លាំងការពារអ៊ីស្រាអែលបាននិយាយថាកាំជ្រួចពីដីទៅអាកាសត្រូវបានបាញ់សម្ដៅទៅលើយន្តហោះគ្មានមនុស្សបើករបស់កងទ័ពអាកាសអ៊ីស្រាអែលហើយ drone នោះបានធ្លាក់ក្នុងប្រទេសអ៊ីរ៉ង់ចាប់បានន័យថាអ៊ីស្រាអែលទទួលស្គាល់ថាមានការបាញ់ទម្លាក់ drone ហ្នឹងមែនយោធារបស់អ៊ីស្រាអែលបាននិយាយថាគ្មានអ្នករងរបួសណាមួយទេហើយក៏មិនមានហានិភ័យនៃការដែលបាត់បង់ព័ត៌មាននោះដែររដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយអះអាងថាអ៊ីរ៉ង់មានផែនការជាយុទ្ធសាស្ត្រដើម្បីលុបបំបាត់ប្រទេសរបស់ខ្លួនដោយនិយាយថាអ៊ីស្រាអែលបញ្ញាការពីខ្លួនលិខិតនោះបាននិយាយថាការសម្រេចចិត្តក្នុងការវាយប្រហារត្រូវបានចាត់ទុកជាវិធានការចុងក្រោយតែប៉ុណ្ណោះរីឯអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានសរសើរអ៊ីស្រាអែលដែលបានធ្វើការងារកខ្វក់សម្រាប់មនុស្សទាំងអស់គ្នាដោយវាយប្រហារអ៊ីរ៉ង់និងរារាំងអ៊ីរ៉ង់មិនឲ្យកសាងអាវុធនុយក្លេអ៊ែរនៅក្នុងបទសម្ភាសន៍ជាមួយអ្នកផ្សាយព័ត៌មាន ZDF របស់ប្រទេសអាល្លឺម៉ង់នៅខាងក្រៅកិច្ចប្រជុំ G7 ដែលជាប្រទេសមានឧស្សាហកម្មទំនើបនោះដែលរៀបចំនៅប្រទេសកាណាដាលោក Merz ត្រូវបានសួរថាតើលោកយល់ស្របទេថាអ៊ីស្រាអែលឥឡូវនេះកំពុងតែធ្វើការងារកខ្វក់របស់ពិភពលោកប្រឆាំងនឹងរបបដែលលោកខាងលិចចាត់ទុកថាជាកម្លាំងរំខានដែរឬទេលោក Merz បាននិយាយថាលោកអរគុណអ្នកសម្ភាសដោយប្រើពាក្យថានេះជាការងារកខ្វក់បាទអញ្ចឹងគឺចប់ព័ត៌មាននេះខ្ញុំគ្រាន់សូមបន្ថែមយោបល់បន្តិចគឺយោបល់ទី1គឺយើងធ្លាប់ឃើញថាមានការនិយាយថាអ៊ីរ៉ង់នឹងកំទេចអ៊ីស្រាអែលឲ្យចេញពីផែនទីពិភពលោកអីចឹងមកហើយក៏មានប្រិមិត្តដែលមិនចូលចិត្តអ៊ីស្រាអែលហ្នឹងនិយាយថាអ៊ីស្រាអែលហ្នឹងគឺតែរងការខូចខាតខ្លាំងបាទ
ការនិយាយនឹងខ្ញុំគាត់ឲ្យរៀនខ្លាំងខ្លាយបន្តិចករណីអ៊ីស្រាអែលខុសពីករណីអ៊ុយក្រែនខ្សោយមែនកាលណាអ៊ុយក្រែនស្អែកថាអូយគេវាយខ្ញុំហើយគឺអ៊ុយក្រែនគេវាយរងគ្រោះមែនរងគ្រោះទៅគេវាយហើយគាត់ពិបាកនឹងតដៃមែនប៉ុន្តែករណីអ៊ីស្រាអែលខុសពីហ្នឹងករណីអ៊ីស្រាអែលគាត់ខ្លាំងខ្លួនឯងបើកាលណាអ្នកណាវាយគាត់ហើយស្រែកតែវាយគាត់កាន់តែមានលេសយកមកតវ៉ានៅផ្លូវការទូតទៅវិញទេដូចជាឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែលនៅអង្គការសហប្រជាជាតិគាត់យកតែពាក្យដែលអ៊ីរ៉ង់និយាយថាធ្វើបាបនឹងសូម្បីតែឥឡូវនេះនៅតាមសហរដ្ឋអាមេរិកមានคลิปមួយដែលនាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលគឺលោក Benjamin Netanyahu និយាយតែម្ដងថាអ៊ីរ៉ង់ព្យាយាមលុបបំបាត់យើងឥឡូវយើងធ្វើនេះដើម្បីការពារខ្លួនទេអញ្ចឹងអ៊ីរ៉ង់ស្រែកថាខ្លួនខ្លាំងធ្វើបាបអ៊ីស្រាអែលប៉ុណ្ណាអ៊ីស្រាអែលមានលេសការពារខ្លួនប៉ុណ្ណឹងហើយធ្វើសកម្មភាពយោធាទៅវិញដោយគេហៅថា justification គឺការបង្ហាញនៅហេតុផលក្នុងការចាត់វិធានការទៅវិញទេអានោះគឺទី1ទី2មានប្រិមត្តសួរថាឮសូរថាយន្តហោះ F35 របស់អ៊ីស្រាអែលបានធ្លាក់អស់ពីបើតាមសេចក្តីរាយការណ៍របស់ Al Jazeera មុននេះបន្តិចគឺអ៊ីរ៉ង់អះអាងថាធ្លាក់ដល់ទៅ4គ្រឿងហើយឥឡូវហ្នឹងប៉ុន្តែអត់មានប្រភពណាអះអាងពិតប្រាកដនៅឡើយទេដូចក្នុងសេចក្តីរាយការណ៍នេះអំបញ្ញមិញខ្ញុំបានបង្ហាញហើយសូម្បីតែធ្លាក់ drone មួយក៏អ៊ីរ៉ង់បង្ហាញឲ្យអ្នកសារព័ត៌មានទៅថតបានហើយតែទម្លាប់ធ្លាក់ដល់4ធ្លាក់2មុនហ្នឹងគឺអត់ទាន់មានផុសតាងទេគឺអត់ទាន់មានរូបដែលបង្ហាញចេញនៅឡើយទេគឺមានតែរូបដែលគេបង្ហាញតាមអ៊ីនធឺណិតអីដែលគេបង្កើតដោយ AI ឬក៏ដោយអីហ្នឹងគឺមិនមែនជារូបដែលជាផ្លូវការទេដោយឡែកខាងអ៊ីស្រាអែលវិញបានបដិសេធថាមិនមានរឿងបែបនេះកើតឡើងប៉ុន្តែរឿងបែបណាប៉ុន្តែយើងអត់ដឹងយើងមើលតែព័ត៌មានដែលគេរាយការណ៍អញ្ចឹងបើមានអីថ្មីតាក់ទងនឹងរឿងហ្នឹងហើយចាំខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូនដែរណាសូមចេញយោបល់តែប៉ុណ្ណឹងប្រទេសប៉ាគីស្ថានបាននិយាយនៅថ្ងៃសៅរ៍នេះថាខ្លួននឹងដាក់បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីទទួលរង្វាន់ Nobel សន្តិភាព